បាទសួស្តីបងប្អូនថ្ងៃនេះខ្ញុំសូមចែកម្លែកបទពិសោធន៍ថ្មីទៀតហើយបងប្អូនគឺថ្មីចេះតែម្ដងគឺជាមួយនឹង technique យកឃ្មុំដោយយើងមិនចាំបាច់ប្រើចំបើងមិនបាច់ប្រើផ្សែងមិនបាច់ប្រើទេបងប្អូនយើងគ្រាន់តែមានវត្ថុផ្សំ2យ៉ាងគឺទី1ដើមរះព្រៅយើងហ្នឹងបងប្អូនលាក់រះព្រៅជាមួយនឹងកន្ត្រៃនេះបងប្រុសខ្ញុំក៏កំពុងតែកាច់រះព្រៅហ្នឹងដើម្បីលាបដៃលាបកុំឲ្យឃ្មុំតិចទេបងប្អូនឃ្មុំវានិយាយទៅខ្លាចរះព្រៅហ្នឹងបងប្អូនយើងយកលាក់ញីដៃអញ្ចឹងទៅឥឡូវគាត់ចាប់ដើមកាន់ទៅហើយកាន់មានកន្ត្រៃហើយនឹងការរះព្រៅនឹងស្លឹករះព្រៅនឹងដែលយើងរះព្រៅដែលយើងស្លយើងធ្វើម្ហូបឆាក្តៅឆាអីណាបងប្អូនយើងគ្រាន់តែញីវាទៅជូតដៃគាត់ថាជូតទៅដៃទៅពេលដៃយើងទៅចិត្តឃ្មុំនឹងដូចរបៀបចាញ់ច្រាបណាបងប្អូនចឹងនិយាយថាធំតែក្លិននឹងខ្លាយតែហ្មងហើយយើងមិនចាំបាច់ប្រើចំបើងមិនបាច់ប្រើផ្សែងគណៈយើងប្រើផ្សែងហើយនឹងចំបើងthìអាចឆេះប្រៃឆេះអីទៅធ្វើយើងមានបញ្ហាទៀតឥឡូវគាត់ចាប់ដើមចាញ់ទៅបងប្អូនចាញ់ទៅទៅរកកន្លែងឃ្មុំដែលយើងត្រូវយកហ្នឹងណាហើយនេះយើងចាញ់ទៅនេះគឺឃ្មុំនេះយើងបានមើលទុកហើយយើងឃើញមុនប្រហែលថ្ងៃដល់ពេលទួលតែវាពេញសាច់បងប្អូននេះខ្ញុំចាប់ដើមស៊ូមមើលទៅនេះយើងអត់ទាន់វែកប្រឡងចូលយកវាមើលអត់សូវឃើញតិចបងប្អូនគេមើលតិចទៀតគាត់វែកផ្លូវចូលនេះគាត់ចាប់ដើមដើរចូលមករកប្លង់តោះណាដែលយើងអាចចូលយកបានអញ្ចឹងណាព្រោះអាសត្វឃ្មុំនេះបងប្អូនវាទៅនៅកន្លែងណាដែលគិតថាសុវត្ថិភាពសម្រាប់វាណាគឺកន្លែងណាដែលចង់អៀតញុកដោយដើមឫស្សីញុកអញ្ចឹងទៅបងប្អូនឥឡូវគាត់ចាប់ដើមមើលប្លង់ឲ្យចូលពីឆ្វេងពីស្ដាំពីត្បូងពីជើងពីលេខពីកលអញ្ចឹងណាឲ្យងាយស្រួលក្នុងការចូលកាត់យកអញ្ចឹងណាឥឡូវនេះខ្ញុំចាប់ដើមស៊ូមមកមើលឃើញនោះបងប្អូននោះបាទធំមកបងប្អូនអានគេហៅឃ្មុំផ្លិតបងប្អូនមួយទៀតគេហៅអានេះគេហៅឃ្មុំស្លឹកប្រជាដំរីធំអញ្ចឹងប៉ុន្តែបើយើងតូចជាងនឹងតិចគេហៅថាឃ្មុំផ្លិតបងប្អូនឥឡូវឃើញហើយយើងចាប់ដើមរៀបចំដោយសារវាខ្ពស់បងប្អូនយើងទៅប្រើចន្ទើបណ្ដោះខ្ពស់ប្រហែលជា 5-6 ម៉ែត្រអញ្ចឹងយើងត្រូវដាក់ចន្ទើលើបងប្រុសខ្ញុំក៏ដាក់ចន្ទើឡើងហើយនេះធំណាស់បងប្អូនដំបូងយើងអត់ទាន់កាត់មែកឫស្សីយើងមើលឃើញឥឡូវគាត់ចាប់ដើមរៀបចំយកហើយឥឡូវគាត់ដោះអាវដោយសារវារៀងជាតិដែរអញ្ចឹងឲ្យវិញធ្វើយើងពិបាកក្នុងការលូកឥឡូវគាត់ចាប់ដើមរៀបចំចន្ទើឡើងទៅកាត់យកតែម្ដងបងប្អូនអត់មានប្រើផ្សែងប្រើអីទេបងប្អូនប្រើតែស្លឹកម្រះព្រៃដើមម្រះព្រៅញីដៃចឹងទៅយកដៃនឹងទៅបោះឃ្មុំយកតែម្ដងបងប្អូនស្ទើរតែមិនគួរជឿបងប្អូនយើងអត់ដែលលឺអត់ដែលធ្លាប់លឺថាគេយកឃ្មុំដោយអត់មានប្រើអីអញ្ចឹងឃ្មុំតិចមកហីសូម្បីតែខ្ញុំក៏អត់ហ៊ានឈរនៅចិត្តទេបងប្អូនបងខ្ញុំគាត់ចិត្តតែហៅថាមកចិត្តមកអីទេអត់អីណាចិត្តដែរហ្នឹងអត់ហ៊ានចូលចិត្តទេចិត្តថតពីចម្ងាយស៊ូមទេនេះបងប្អូននេះធំមកបងប្អូនឃើញអញ្ចឹងចាំកាត់ចំមកក្រោមហើយនេះរបៀបយកគឺគាត់កាត់មែកឫស្សីដែលពាក់ព័ន្ធជាមួយនឹងមែកដែលឃ្មុំយើងនៅហ្នឹងយើងកាត់អស់ជាងពេលដែលយើងទាញមកវាធ្វើយើងជាប់នេះជាប់នោះវាធ្វើជ្រុះឃ្មុំហ្នឹងវាទៅជាបែកឃ្មុំវាលែងល្អអញ្ចឹងណាហ្នឹងហើយឥឡូវគាត់ចាប់ដើមចុះសេរីចន្ទើឲ្យដល់បន្តិចនេះខ្ញុំកំពុងថតសូមឲ្យបងប្អូនមើលឃើញសត្វតែឃ្មុំទៅបងប្អូនស្អីស្កាស់មិនស្អីយើងអត់ធ្លាប់អត់ហ៊ានចូលទេខ្ញុំនៅចម្ងាយ6-7 ម៉ែត្រខ្ញុំហ៊ានចូលចិត្តតែបងប្អូនបាទឥឡូវគាត់ចិត្តឡើងហើយខ្ញុំចេះសូមបងប្អូនឃើញនេះគាត់ចាប់ដើមវែកប្រឡងកាត់មិនដែលពាក់ព័ន្ធនឹងកាត់ចោលអស់ជាងយើងកាត់យកមកវាតាក់ទៅវាធ្វើឲ្យយើងជ្រុះឃ្មុំយើងវាបែកសាច់បែកអីណាបងប្អូនបាទជាដើម្បីកាត់មែកសងខាងជុំវិញអស់គេកាត់ចុងទៅអស់នេះគាត់ចាប់ដើមកាត់គល់យកមកហើយកាត់មកមែកវាធំដែរកាត់តម្រង់ទៅដាច់ប្រទេសយើងហ្នឹងកាលណាយើងកាត់នឹងកំបិតវាធ្វើឲ្យយើងកាប់ទៅកើទៅវាធ្វើឲ្យយើងជ្រុះឃ្មុំហ្នឹងណាបងប្អូនបាទវាមិនជាប់ណាបងប្អូនយើងទៅកើជួបបាត់ចឹងថ្នមដែរឥឡូវគាត់ចាប់ដើមយកចុះមកហើយនេះធំមែនតើនេះហូប3-4នាក់ល្មមហូបមកបងប្អូនឥឡូវគាត់ចាប់ដើមទុកកន្ត្រៃហើយគាត់នឹងបោះឲ្យមើលបងប្អូនគាត់ថាអត់តិចទេឃ្មុំនេះអត់តិចទេតែខ្ញុំតែទុកចិត្តអត់ចូលចិត្តអត់ហ៊ានចូលចិត្តទេឥឡូវគាត់បោះឲ្យគាត់យកគាត់បោះមើលស្ដែងបងប្អូនគឺបោះឃ្មុំនឹងដៃតែម្ដងនេះឃើញភ្នែកមកបងប្អូនគឺអត់តិចគាត់ទេគាត់ថាអត់អីទេតែយើងដោយសារដៃយើងលាបម្រះព្រៅស្លឹកម្រះព្រៅការម្រះព្រៅធ្វើឃ្មុំនឹងវាខ្លាចហ៊ានមកតោងដៃគាត់ទេនោះឃើញចេះស្ដែងបងប្អូនគាត់បោះទម្លាក់ឃ្មុំរាប់រយឥឡូវហើយបោះស្អាតហើយបងខ្ញុំគាត់ចាប់ដើមចេញដំណើរទៅផ្ទះហើយឃ្មុំនៅខាងក្រោយផ្ទះប៉ាម៉ាក់របស់ខ្ញុំបងប្អូនឥឡូវយកបានហើយឥឡូវគាត់ចាប់ដើមចេញទៅហើយទៅផ្ទះដើម្បីរៀបចំហូបចុកជាមួយដល់ផ្ទះគឺយើងចាប់ដើមឆ្វៀលមកគឺឃើញស្រស់តែម្ដងបងប្អូនគ្រាន់តែឃើញក៏ស្រស់តែមាត់ដែរបងប្អូននេះហើយសម្រាប់រសជាតិវិញគឺអែមតែម្ដងបាទឥឡូវចេញទៅហើយនេះគឺខាងក្រោយផ្ទះប៉ាម៉ាក់របស់ខ្ញុំបងប្អូនសម្បូរណាបងប្អូនដូចជាយើងយកបានតែប្រហែលថ្ងៃអញ្ចឹងទៅប្រហែលខែអញ្ចឹងទៅមានមួយទៀតអញ្ចឹងទៅហើយគាត់ខាងក្រោយផ្ទះប៉ាខ្ញុំហ្នឹងដូចជាគាត់យកបាន 5-6 ដងហើយវាស្ទើរធំមុំហូបបាទគាត់ចាប់ដើមភ្លក់ហើយបាទឥឡូវនេះយើងចាប់ដើមឆ្វៀលបងប្អូនយើងឆ្វៀលដំបូងយើងកាត់សាច់នោះកូនសនោះធ្លាក់មកហ្នឹងកូនឃ្មុំហើយគាត់ឆ្វៀលយកនេះគេក្បាលទឹកគឺពោពេញទៅដោយទឹកឃ្មុំនេះគាត់តែឃើញក៏ស្រក់ទៅមាត់ដែរបងប្អូននេះឃ្មុំសុតស៊ីនតែម្ដងបងប្អូនតានី
រឿងស៊ីនអត់មានលីស្កសអីទេនេះនេះយើងយកទៅធ្វើឆ្នាំទៅធ្វើអីចាប់បានគេថាហូបមកផឹកឡើងមកកូនកៅក៏បានជំនួយកាពះរៀនចឹងដែរបាទសម្រាប់វីដេអូចែកម្លែកពាក់ព័ន្ធទៅនឹង technique ក្នុងការយកខ្មុំងាយៗរបស់ខ្ញុំបាទត្រូវបានចប់មានតែប៉ុណ្្នឹងទេបងប្អូនអរគុណសម្រាប់ការតាមដានបើសិនជាបងប្អូនចង់បានវីដេអូថ្មីៗកុំភ្លេចចូល Subscribe Channel YouTube របស់ខ្ញុំបាទនិងចូលឲ្យកណ្ដឹងដើម្បីបានវីដេអូថ្មីៗអរគុណជំរាបលាបងប្អូន